បាខៀមបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពថ្ងៃនេះ Channel ខៀមបាទសូមលើកយកឧទ្ធម្ភាគ Z19 មកបង្ហាញជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងពីសមិទ្ធភាពរបស់វាថាតើវាអាចមានសមិទ្ធភាពកម្រិតណាដូច្នេះមុនចូលដល់ខ្លឹមសារសម្រាប់ប្រិយមិត្តថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីកុំឲ្យរំលងនូវរាល់ការផុសវីដេអូថ្មីៗរបស់ខៀមបាទឧទ្ធម្ភាគប្រយុទ្ធធុន Z19 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Harbin Aircraft Manufacturing Corporation របស់ប្រទេសចិនវាដំណើរការហោះហើរជាលើកដំបូងនៅឆ្នាំ2011និងត្រូវបានគេដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ2012 Z19 វាមានបណ្ដោយប្រវែង12ម៉ែត្រកម្ពស់4ម៉ែត្រនិងមានស្លាបប្រវែង 11.9 ម៉ែត្រឯកសារខ្លឹមថា 11.930 ម៉ែត្រចំណែកឯទម្ងន់របស់វាវិញគឺវាមានទម្ងន់តទេនោះគឺ 2.35 តោននិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់ 4.5 តោនដែលប្រើប្រាស់ម៉ាស៊ីនចំនួន2មានកម្លាំង848សេសឯកសារខ្លះបាននិយាយថាវាមានកម្លាំងម៉ាស៊ីន940សេសនិងអាចហក់បានក្នុងល្បឿន245គីឡូម៉ែត្រមក280គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចហោះលើចម្ងាយផ្លូវ700គីឡូម៉ែត្រដោយឧទ្ធម្ភាគនេះមាន pilot 2 នាក់ដោយម្នាក់ជាអ្នកបើកនិងម្នាក់ទៀតសម្រាប់ជួយបម្រើសេវាផ្សេងៗ C19 បំពាក់ទៅដោយសពាវុធមានដូចជាកាំភ្លើងយន្ត23មីលីម៉ែត្រកាណូនសម្រាប់បាញ់គ្រាប់រ៉ុកែតនិងបំពាក់ទៅដោយមីស៊ីលប្រឆាំងរថក្រាស់ប្រភេទ HAA ចំនួន8គ្រាប់និងមីស៊ីលប្រឆាំងរថក្រាស់ប្រភេទផ្សេងៗទៀតក៏ដូចជាមីស៊ីលបាញ់ពីអាកាសមកដីនិងមីស៊ីលបាញ់គ្នាលើអាកាស TY99 ជាដើមដោយឧទ្ធម្ភាគនេះការបំពាក់ប្រព័ន្ធរ៉ាដារបស់វាត្រូវគេលាក់បាំងមិនបានបញ្ចេញឲ្យយើងដឹងច្រើននោះទេបើយោងតាមប្រភពពី The National Interest ចុះផ្សាយកាលពីថ្ងៃទី3ខែសីហាឆ្នាំ2019បានពិពណ៌នាថាឧទ្ធម្ភាគប្រយុទ្ធធុន Z19 នេះគឺបំពាក់ទៅដោយប្រព័ន្ធស្វែងរកនិងចាប់យកគោលដៅសញ្ញារបស់សត្រូវនិងប្រព័ន្ធសម្រាប់ធ្វើប្រតិបត្តិការនៅពេលយប់ដែលអាចធ្វើឲ្យវាមើលឃើញសត្រូវពីលើអាកាសមកដីនិងប្រព័ន្ធចាប់រូបភាពបានយ៉ាងច្បាស់មិនថាពេលយប់ឬថ្ងៃនោះទេលើសពីនេះវាបំពាក់ទៅដោយប្រព័ន្ធគេចខ្លួនបំបាំងកាយពីរ៉ាដារបស់សត្រូវបើយើងនិយាយឲ្យខ្លីទៅអ្វីដែលបំពាក់នៅលើឧទ្ធម្ភាគ AH-64D របស់អាមេរិកស្ទើរតែមានបំពាក់នៅលើឧទ្ធម្ភាគ Z19 នេះដូចគ្នាទាំងអស់ប៉ុន្តែអ្វីដែលយើងចង់ដឹងនោះថាតើគុណភាពនិងសមត្ថភាពរបស់វាខ្លាំងដូច AH-64D និង AH-64E របស់អាមេរិកដែរឬអត់នោះគឺគេមិនទាន់បានដឹងច្បាស់នោះទេដោយសារវាមិនទាន់បានប្រឡូកក្នុងសង្គ្រាមជាក់ស្ដែងនោះឡើយខ្ញុំបាទសូមបញ្ជាក់ផងដែរថាសពថ្ងៃនេះចិនបានផលិត Z19E សម្រាប់លុះចេញទៅបណ្ដាលប្រទេសផ្សេងៗទៀតជាច្រើនដែលវាត្រូវបានធ្វើការហោះហើរជាលើកដំបូងនៅឆ្នាំ2017និងសម្រាប់ Z19E នេះមិនសូវជាខុសគ្នានឹង Z19 ប៉ុន្មាននោះទេមុននឹងបញ្ចប់ខ្ញុំបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទអត្ថបទមានខ្លឹមសារដោយដែលខ្ញុំបាទបានរៀបរាប់ជូនខាងលើសូមបញ្ចប់តែត្រឹមនេះបើប្រិយមិត្តពេញចិត្តសូមចែករំលែកក្តីស្រឡាញ់ដោយគ្រាន់តែចុច Subscribe និងដាក់សញ្ញាកណ្ដឹងហើយខ្ញុំបាទរងចាំការ comment ជាមតិយោបល់ក្នុងន័យស្ថាបនាពីអ្នកជាទីស្រឡាញ់ទាំងអស់គ្នាខណៈនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ